Bàនេះជាអាហារពីព្រឹកថ្ងៃទី3របស់ខ្ញុំអញ្ចឹងរដងខ្ញុំក្លុកម៉ាស៊ីនតែថ្ងៃនេះខ្ញុំខ្ជិលខ្ញុំក្លុកដៃវិញអញ្ចឹងអាហាររបស់យើងអាច flexible តាមនេះទេតាមពេលវេលារបស់យើងទេអញ្ចឹងខ្ញុំចង់ប្រើដោយក្លុកតាមធម្មតាក៏បានអញ្ចឹងនេះខ្ញុំប្រើទឹក350ហើយជាមួយនឹងម្សៅ shake 2ស្លាបព្រានិង protein 1ស្លាបព្រាផងដែរអញ្ចឹងជាទូទៅរាល់ព្រឹកគឺខ្ញុំញ៉ាំតែមួយកែវហ្នឹងទេគឺបានហើយគឺសម្រាប់អាហារពេលព្រឹករបស់ខ្ញុំដែរល្អបំផុតហើយខ្ញុំលឿនហើយពេលខ្ញុំធ្វើអាហារអញ្ចឹងគឺខ្ញុំអាចទៅក្រៅបានលឿនខ្ញុំមិនចាំបាច់ចំណាយពេលទៅអង្គុយញ៉ាំអាហារច្រើនអីទេអញ្ចឹងពេលដែលខ្ញុំងើបពីគេមកគឺខ្ញុំគ្រាន់តែ shake ពេលទៅបានហើយអញ្ចឹងពេលដែលយើង shake ប្រហែលជា20ទៅ30វិនាទីទៅយើងអាចទទួលទានបានហើយអញ្ចឹងជាទូទៅខ្ញុំញ៉ាំអាហារនឹងជារៀងរាល់ព្រឹកតែម្ដងរបស់ខ្ញុំអញ្ចឹងខ្ញុំជ្រើសរើសយកអាហារ Herbalife ជាអាហារពេលព្រឹករបស់ខ្ញុំអញ្ចឹងដូចខ្ញុំនិយាយដែរអញ្ចឹងគឺយើងមិនភ្លេចទេគឺនៅទឹកអញ្ចឹងត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់បាទអរគុណច្រើន